Tùm rõm tại dươngផលិតបានទឹកឃ្មុំដែលមានគុណភាពយើងទទួលបាននៅក្នុងកែវនេះគឺមានកត្តាច្រើនយើង make sure ថាឃ្មុំគឺត្រូវបានគ្រប់អាយុទឹកចាស់ល្អបិទមុខទៅបានយើងធ្វើការប្រមូលផលបីបិទទៅថាពេលខ្លះតម្លៃខុសគ្នាពីចិត្តខាងបន្តិចបន្តួចក្តីក៏ប៉ុន្តែយើងធានាបាននៅគុណភាពថាពេលដែលប្រើប្រាស់គឺមិនប៉ះពាល់ដល់សុខភាពទាំងពេលប្រើប្រាស់ក៏ដូចជាក្រោយការប្រើប្រាស់បាទជំរាបសួរខ្ញុំបាទកងហួតជាម្ចាស់ brand ទឹកឃ្មុំ Mr. Honey ជីវកម្មបងគឺជាប្រភេទជីវកម្មទឹកឃ្មុំដែលយើងមានផលិតផលដែលបានមកអំពីសត្វឃ្មុំមានដូចជាទឹកឃ្មុំក្បាលទឹកឃ្មុំលំអងឃ្មុំជាមួយនឹងកមួនឃ្មុំមកដល់សប្តាហ៍ថ្ងៃនេះយើងធ្វើប្រហែលជាជិត10ឆ្នាំហើយទីតាំងផលិតរបស់យើងគឺមាន3កន្លែងដែលចាប់ពីខែធ្នូទៅយើងប្រមូលកម្លាំងឃ្មុំដែលបងមានទាំងអស់ទៅដាក់នៅចកាកោនៅតំបន់កោះថែងដែលស្ថិតនៅខេត្តកំពង់ចាមបន្ទាប់មកទៀតចាប់ពីខែកុម្ភៈរហូតដល់ខែមេសាយើងបានផ្លាស់ប្ដូរទីតាំងទៅកន្លែងមួយទៀតទៅតំបន់ខាងស្ទឹងត្រង់ដែលសម្បូរទៅដោយដំណាំកស៊ូចន្ទីនិងតារ៉េនចុងក្រោយគឺយើងផ្លាស់ប្ដូរទីតាំងមួយសាទៀតទៅងាកមកខាងកោះមឡុងចិននៅក្រុងតាខ្មៅខេត្តកណ្ដាលនៅក្នុងចក្រមានទឹកឃ្មុំរបស់បងគឺជាប្រភេទទឹកឃ្មុំចិញ្ចឹមតាមធម្មជាតិនៅក្នុងដំណើរការនៃការចិញ្ចឹមឃ្មុំដើម្បីប្រមូលបានទឹកឃ្មុំដែលមានគុណភាពគឺយើងផ្ដោតសំខាន់ទៅលើដំណាំដែលមាននៅក្នុងស្រុកដូចជាផ្កាកោផ្កាមៀនផ្កាចន្ទីផ្កាតារ៉េនក៏ដូចជាទឹកដមដែលបានមកអំពីដំណាំកស៊ូសរុបមកវិញគឺយើងអត់អាចទទួលបានទឹកឃ្មុំដែលមានគុណភាពបានទេដរាបណាឃ្មុំវាមិនបានទៅក្រេបទឹកដមពីលំអងផ្កាធម្មជាតិនានាពីដំបូងឡើយបងមានមិត្តភ័ក្តិដែលគាត់រៀនចប់ខាងវិទ្យាសាស្ត្រព្រៃឈើនៅឯសាលាកសិកម្មហើយក៏យើងបានធ្វើការចិញ្ចឹមជាមួយគ្នាតាំងពីដំបូងមកក្រោយមកទៀតយើងក៏បានរៀនសូត្របន្ថែមពីលោកគ្រូដែលគាត់ទទួលបានបទពិសោធន៍មកពីខាងក្រៅប្រទេសដែលធ្វើយ៉ាងណាពង្រឹងនៃគុណភាពក៏ដូចជាការចិញ្ចឹមឃ្មុំរបស់យើងឲ្យបានល្អការដែលយើងផលិតទឹកឃ្មុំនេះឡើងមកគឺដោយសារតែយើងមើលឃើញថាក្រៅតពីយើងទទួលបានចំណូលអំពីការចិញ្ចឹមនេះគឺយើងក៏អាចជួយទៅដល់ប្រជាកសិករនៅតាមសហគមន៍នៅតាមតំបន់នីមួយៗដើម្បីឲ្យគាត់មានចំណូលទទួលបានប្រាក់កម្រៃក៏ដូចជាគាត់ទទួលបាននៅទឹកឃ្មុំសម្រាប់ធ្វើការប្រើប្រាស់ចាំថ្ងៃផងដែរមួយវិញទៀតពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមឃ្មុំនេះយើងក៏បានបំផុសគំនិតឲ្យប្រជាកសិករក៏ដូចជាសហគមន៍គាត់មានចិត្តស្រឡាញ់ព្រៃឈើក៏ដូចជាបរិស្ថានដែលនៅតំបន់នោះដែលធ្វើឲ្យពួកគាត់យកចិត្តទុកដាក់ក្នុងការការពារក៏ដូចជាដាំដុះបន្ថែមមួយវិញទៀតទឹកឃ្មុំការចិញ្ចឹមឃ្មុំរបស់យើងនេះគឺឃ្មុំមានតួនាទីមួយដើម្បីជួយប្រព័ន្ធអេកូឡូស៊ីនៅក្នុងវិស័យនេះដែលឃ្មុំមានតួនាទីមួយយ៉ាងគឺទៅជួយបង្កាត់នៅកេសរញីឈ្មោលដែលធ្វើឲ្យដំណាំដែលយើងទទួលបានទិន្នផលកាន់តែច្រើននិងមានគុណភាពខ្ពស់ជាពិសេសគឺយើងកាត់បន្ថយក្នុងការប្រើប្រាស់នៅថ្នាំកម្ចាត់សត្វល្អិតទៀតផងពីដំបូងឡើយបើយើងនិយាយពីឧបសគ្គបញ្ហាប្រឈមដែលធំបំផុតសម្រាប់យើងគឺបទពិសោធន៍យើងនៅខ្ចីចឹងបូករួមផ្សំជាមួយនឹងការដឹកជញ្ជូនសត្វឃ្មុំទៀតចឹងវាធ្វើឲ្យយើងអត់ទាន់បានសិក្សាច្បាស់នៅទីតាំងដែលយើងដាក់ឃ្មុំចឹងវាជាហេតុធ្វើឲ្យឃ្មុំរបស់យើងងាប់ដែលយើងអត់បានសិក្សាច្បាស់អំពីទីតាំងទាំងទិន្នផលក៏ដូចជាសុខភាពឃ្មុំដែលធ្វើឲ្យឃ្មុំរបស់យើងងាប់ហើយអត់ទទួលបានទិន្នផលនៃការចិញ្ចឹមកម្លាំងដែលធ្វើជំរុញឲ្យយើងមានកម្លាំងចិត្តធ្វើការបន្តនៅក្នុងវិស័យនេះគឺយើងសង្ឃឹមយ៉ាងមុតមមថាផលិតផលរបស់យើងជាច្រើននឹងមានវត្តមាននៅលើទីផ្សារក៏ដូចជាឈានទៅដល់ការនាំចេញទៅខាងក្រៅប្រទេសនៅថ្ងៃណាមួយដោយសារតែសប្តាហ៍ថ្ងៃយើងនិយមហៅថាជាទឹកឃ្មុំចិញ្ចឹមក៏ពិតមែនក៏ប៉ុន្តែទិន្នផលទាំងអស់ដែលយើងទទួលបានគឺមកពីធម្មជាតិដូចគ្នាអ្វីដែលចំណុចខុសគ្នាគឺនៅត្រង់ថាខុសគ្នាទៅលើលំអងទឹកដមនៃដំណាំនីមួយៗខុសៗគ្នាតែប៉ុណ្ណោះទម្រាំតែយើងផលិតបានទឹកឃ្មុំដែលមានគុណភាពយើងទទួលបាននៅក្នុងកែវនេះគឺមានកត្តាច្រើនពាក់ព័ន្ធជាមួយនឹងពូជឃ្មុំគឺយើងត្រូវសម្រិតសម្រាំងមើលការថែទាំដែលយើងប្រកាសថានៅក្នុងប្រអប់ឃ្មុំគឺមានភាពស្អាតហើយផាសុកភាពដល់សត្វឃ្មុំទី2គឺពាក់ព័ន្ធជាមួយនឹងស្ដេចឃ្មុំឬក៏យើងហៅថារាជិនីឃ្មុំក៏ត្រូវបានសម្រិតសម្រាំងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យស្ដេចឃ្មុំគឺមានគុណភាពខ្ពស់ហើយពងបានល្អទាំងកន្លែង
មើលការថែទាំក៏ដូចគ្នាការប្រមូលផលទៀតសោតគឺយើង make sure ថាឃ្មុំគឺត្រូវបានគ្រប់អាយុទឹកចាស់ល្អបិទមុខទៅបានយើងធ្វើការប្រមូលផលហើយគេមុននឹងការប្រមូលផលនេះទៀតសោតគឺយើងធ្វើការវាស់នៅកម្រិតជាតិទឹកក៏ដូចជាកំហាប់យ៉ាងត្រឹមត្រូវទៅបានយើងប្រមូលផលដែលយើងគិតគូរទៅលើគុណភាពជាជាងបរិបទសម្រាប់ដើម្បីជាទំនុកចិត្តទៅដល់អតិថិជនរបស់យើងទឹកឃ្មុំរបស់យើងមុននឹងធ្វើការច្រកចូលទៅក្នុងដបគឺយើងបានយកទៅឡាបូជាតិដើម្បីធ្វើការតេស្តអំពីសារធាតុចិញ្ចឹមដែលមាននៅក្នុងទឹកឃ្មុំមុននឹងធ្វើការដាក់លក់សប្តាហ៍ថ្ងៃយើងបានផ្គត់ផ្គង់នៅចំណែកទីផ្សារមួយចំនួនសម្រាប់បងប្អូនដែលគាត់ត្រូវការទិញរាយគាត់អាចរកជាវបាននៅប្រៃសណីយជាតិកម្ពុជាភូមិនីយដ្ឋានមាតុភូមិហាងនំប៉័ងភ្នំពេញគ្រប់សាខាក៏ដូចជានៅតាមបណ្ដារេស្តូរ៉ង់ pharmacy ក៏ដូចជាហាងកាហ្វេមួយចំនួនដែលនៅជិតពួកគាត់សម្រាប់អ្នកដែលគាត់ត្រូវការជាវយកទៅលក់បន្តឬក៏គាត់សម្រាប់យកទៅធ្វើកែច្នៃទៅលើផលិតផលនានាដូចជាសាប៊ូ scrub ឬក៏ភេសជ្ជៈនានាពួកគាត់អាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលមាន Telegram 070 22 11 21សម្រាប់ថ្ងៃអនាគតគឺយើងនឹងមានផែនការពង្រីកនៃការផលិតឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីធ្វើយ៉ាងណាយើងផ្គត់ផ្គង់នៅតម្រូវការទីផ្សារក្នុងស្រុកក៏ដូចជាឈានទៅដល់ការផ្គត់ផ្គង់ទៅក្រៅស្រុកបន្ថែមទៀតដើម្បីជាចលនាមួយគឺសេដ្ឋកិច្ចជាតិរបស់យើងកើនឡើងសូមលើកទឹកចិត្តចំពោះអ្នកដែលគាត់ទើបតែចាប់ផ្ដើមអាជីវកម្មថ្មីមិនថានៅក្នុងវិស័យណាក៏ដោយសូមធ្វើការប្រកបដោយក្តីស្រឡាញ់ធ្វើវាចេញពីបេះដូងហើយព្យាយាមអត់ធ្មត់ធ្វើគ្មានការចាប់ផ្ដើមណាមួយដែលល្អរលូន perfect 100% នោះទេមានដោយពាក្យខ្មែរយើងតែងតែនិយាយថាតស៊ូព្យាយាមគង់បានសម្រេចសូមសំណូមពរដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ងាកមកគាំទ្រផលិតផលក្នុងស្រុកទោះបីត្បិតថាពេលខ្លះតម្លៃខុសគ្នាពីចិត្តខាងបន្តិចបន្តួចក្តីក៏ប៉ុន្តែយើងធានាបាននៅគុណភាពថាពេលដែលប្រើប្រាស់គឺមិនប៉ះពាល់ដល់សុខភាពទាំងពេលប្រើប្រាស់ក៏ដូចជាក្រោយការប្រើប្រាស់ព្រោះជាផលិតផលខ្មែរធម្មជាតិសុទ្ធ 100% មិនឆ្លងកាត់នឹងការកែច្នៃក៏ដូចជាបន្ថែមនៅសារធាតុគីមីផ្សេងៗឡើយសូមសំណូមពរថាខ្មែរស្រឡាញ់ខ្មែរគាំទ្រផលិតផលខ្មែររីកចម្រើនកើនសេដ្ឋកិច្ចជាតិខ្មែរយើងបាទសូមអរគុណ